តែពីយើងឃើញកុងទ័រកំដៅនៅលើតាប់ឡូឡើងយើងថតវីដេអូអាប់ដេតចូលក្នុងក្រុមជាងជួសជុលរួចរាល់យើងបានអែបខាងមើលដោយសារវាឡើងកម្ដៅហើយយើងបានអែបខាងមើលទៅវាកង្ហាលធម្មតាវិលធម្មតាខ្សែពៀននៅធម្មតាគាត់ថាមានបញ្ហាខ្ពុលទឹកមកតាមធុងសង្កូទឹកបងប្អូនមើលឃើញហើយខ្ពុលទឹកហើយគាត់ជួននេះពេលហ្នឹងទៀតខ្ញុំនេះរកអាកូកូកន្សែងដែលយើងបើកលើកមុនអត់ឃើញក៏យកដៃទៅបើកនឹកឃើញថាវាមិនពុះតែមានអីបងប្អូនអើយវាពុះភុយសំណាងអត់ត្រូវមុខត្រូវមាត់ត្រូវតែដៃនឹងទីតែអត់មានបញ្ហាអីពងឬរលាកអីទេបងប្អូនបន្ទាប់មកជាងគាត់ឲ្យយើងមើលខ្សែពៀនគីឡូវាធូរខ្សែពៀនឬក៏អីចឹងណាតែធូរខ្សែពៀនវាអត់វិលកង្ហាលនេះដោយសារខ្សែពៀនហ្នឹងតាក់កង្ហាលឲ្យកង្ហាលវិលអញ្ចឹងយើងមើលទៅខ្សែពៀនក៏តឹងកង្ហាលក៏ជាងបានសម្លាប់រួចរាល់អញ្ចឹងនៅពេលនេះយើងបច្ឆេះជាងថាទុកមករយៈប្រហែលជាកន្លះម៉ោងអីទៅយើងចាក់ទឹកមើលបច្ឆេះទៅវាមានខ្ពុលទឹកឬក៏ពពុះចេញតាមនឹងអត់តែជាក់ស្ដែងវាអត់មានពពុះចេញទេអត់មានពពុះចេញសូម្បីតែបន្តិចហើយនៅបងប្អូនទៅមើលតទៀតយើងចាក់រហូតតែវានៅតែគ្មានពពុះចេញអញ្ចឹងហើយបានដែលយើងត្រូវទៅយកនៅកំពង់សំក៏យើងទៅរួចនេះដោយសារខ្លាចលោមកវិញឡើងចំណោតឡាននេះកាលតែប្រឹងគឺឡើងកម្ដៅអញ្ចឹងសម្រាប់ចិត្តសុំមេកាឡានបកក្រោយវិញត្រឹមពេជ្រនិលបងប្អូនហើយយើងនៅចាក់ទៅវាគ្មានលពុះចាក់ទៅវាគ្មានលពុះអញ្ចឹងបងប្អូនហើយមួយវិញទៀតពូជាងគាត់បានប្រាប់ថាឲ្យស្ទាបធុងទឹកពីលើនិងពីក្រោមមកពីលើក្តៅហើយពីក្រោមត្រជាក់បាននៅឡានស្ទះធុងទឹកខ្ញុំអត់យល់ខ្ញុំស្ទាបទៅពីលើហើយពីក្រោមអត់បានទៅស្ទាបពីលើហើយពីច្រែងត្រជាក់ធម្មតាយើងអត់ដឹងនេះគឺបានបបិសោតមួយទៀតហើយកាលណាដែលយើងសង្ស័យឡានយើងស្ទះធុងទឹកយើងស្ទាបពីលើបើសិនជាពីលើវាក្តៅហើយពីក្រោមវាត្រជាក់ធម្មតាបាននៅឡានស្ទះធុងទឹកហ្នឹងពូជាងគាត់បានប្រាប់ខ្ញុំអញ្ចឹងណាខ្ញុំបានបបិសោតមួយទៀតហើយកាលមុនឡានបញ្ហាឌីឡាម៉ូគាត់ថាឲ្យយកដែកឬក៏អ្វីមួយដាក់មុខឌីឡាម៉ូបើសិនជាវាស្រូបបានថាឌីឡាម៉ូវានៅដំណើរការហើយលើបានបបិសោតមួយទៀតធុងទឹកបើសិនពីលើវាក្តៅក្រោមវាត្រជាក់បានន័យថាឡានហ្នឹងវាមានបញ្ហាស្ទាបធុងទឹកដំណាក់កាលទី1ឥឡូវនេះគឺឡានយើងក៏បានជាងគាត់ដោះធុងទឹកធុងអីយកទៅថុកឲ្យបងប្អូនតើបើយើងចាក់ទឹកពេញរួចរាល់នេះគឺយើងបើកទៅភ្នំពេញវិញលើខ្លួនឯងឲ្យកម្ដៅប៉ុណ្ណេះហើយយើងចាក់មកវិញធុងទឹកតែយើងមានការថែមទឹកថែមឲ្យមើលដល់ពេញនេះបន្ទាប់ព្រឹកឡើងដែលយើងដល់ពេញយើងអត់ហ៊ាននេះទេយើងអត់ហ៊ានបច្ឆេះទេព្រឹកឡើងទុកឲ្យត្រជាក់យើងឆែកមើលទឹកមើលតើពីពេជ្រនិលមកដល់ភ្នំពេញវាមានបញ្ហាបាត់ទឹកអត់ជាក់ស្ដែងគឺវាអត់បាត់ទឹកទេទឹកនៅធម្មតាចឹងបងប្អូនទឹកនៅធម្មតាអញ្ចឹងជាងយើងក៏គាត់សម្រេចថាដោះធុងទឹកយកទៅថុកដំណាក់កាលទី1បើសិនជានៅតឡើងកម្ដៅទៀតគាត់នឹងរើម៉ាស៊ីនមានរឿងជាច្រើនយើងមិនអាចកែប្រែបានតែយើងក៏បានព្យាយាមហើយមិនថាមានរឿងអីកើតឡើងមិនថាមានលទ្ធផលយ៉ាងម៉េចយើងក៏ត្រូវតែទទួលស្គាល់ហើយព្យាយាមបន្តទៀតហ៊ានប្រឈមមុខនឹងខ្លួនឯងប្រឈមមុខនឹងការពិត